ជំរាបសួរពិភពលោកសប្តាហ៍ថ្ងៃហាក់ដូចជាស្ថិតក្នុងគ្រានៃវិបត្តិជាបន្តបន្ទាប់មែនទេយើងត្រូវបានព័ទ្ធជុំវិញដោយការលបួងដែលផ្អែមល្ហែមតែទេស្អាតអំពីបៀបជោគជ័យលឿនឬដោះស្រាយបញ្ហាបានយ៉ាងងាយស្រួលសម្លេងទាំងនោះដែលគ្រាន់តែខ្សឹបប្រាប់យើងឲ្យធ្វើតាមដំណោះស្រាយដែលងាយស្រួលបំផុតនៅចំពោះមុខវិបត្តិនិងការលបួងបែបនេះប្រជាជនយូដាបានបង្ហាញការឆ្លើយតបដ៏ចាស់ទុំគួរឲ្យភ្ញាក់ផ្អើលរ៉ាប់សាកេជាមេបញ្ជាការជនជាតិអាសឺបានឈរនៅមុខកំពែងក្រុងយេរូសាឡឹមហើយស្រែកយ៉ាងខ្លាំងជាភាសាយូដាដោយព្យាយាមធ្វើឲ្យចិត្តរបស់ប្រជាជនរង្គោះរង្គើគាត់បានញុះញង់ពួកគេមិនឲ្យស្ដាប់ស្ដេចហេសេគៀហើយឲ្យចុះចាញ់គាត់បានសន្យានឹងលបួងដោយនិយាយថាកុំស្ដាប់ស្ដេចហេសេគៀស្ដេចអាសឺមានព្រះបន្ទូលថាចូលចុះចាញ់ខ្ញុំហើយចេញមកឯខ្ញុំពេលនោះអ្នកនឹងទទួលបានទឹកដីល្អជាងអនាគតដ៏បរិបូរណ៍ពងសាវតារស័ក្តិទី2 18 28 37នេះប្រៀបដូចជានុយនៃសេចក្តីសង្គ្រោះនិងការសម្រាកคล้ายៗដែលផ្ដល់ដោយលោកីដែលត្រាប់តាមនឹងបំផ្លាញរះពោនៃទឹកដីកាណានជាទឹកដីដែលមានទឹកដោះនិងទឹកឃ្មុំហូរហៀដែលព្រះបានសន្យាប៉ុន្តែតើប្រតិកម្មរបស់ប្រជាជនយូដាទៅជាយ៉ាងណាពួកគេបានបង្ហាញរបៀបដ៏ចាស់ទុំក្នុងការឆ្លើយតបនឹងវិបត្តិស្ដេចហេសេគៀបានបង្គាប់ដល់ប្រជាជនយូដាស្ងៀមស្ងាត់ហើយមិនឆ្លើយតបសូម្បីតែមួយម៉ាត់ហើយពួកគេក៏នៅស្ងៀមស្ងាត់ភាពស្ងៀមស្ងាត់ហារ៉េសនេះមិនមែនគ្រាន់តែជាការគោរពប្រតិបត្តិដោយអស់សង្ឃឹមឬបិទមាត់នោះទេប៉ុន្តែជាការឆ្លើយតបជាយុទ្ធសាស្ត្រដោយចេតនានិងទប់ស្កាត់ដោយផ្អែកលើការជឿទុកចិត្តយ៉ាងមុតមមលើស្ដេចហេសេគៀពួកគេដឹងថាការរំជើបរំជួលផ្នែកអារម្មណ៍ឬការបដិសេធភ្លាមនឹងបង្កើតឲ្យមានតែការបែកបាក់ប៉ុណ្ណោះជំនួសឲ្យការធ្លាក់ចូលទៅក្នុងការលបួងដ៏ទេស្អាតរបស់លោកីនឹងការបំបែកសាមគ្គីភាពផ្ទៃក្នុងពួកគេបានធ្វើតាមគោលការណ៍ស្នូលបញ្ជាការរបស់ស្ដេចនិងបង្ហាញការចាប់ផ្ដើមនៃការសម្រេចចិត្តខាងជំនឿដើម្បីប្រកួតស្ថានភាពទាំងមូលទៅក្នុងព្រះហស្ថរបស់ព្រះទឹកដីល្អដែលរ៉ាប់សាកេបានផ្ដល់ឲ្យទីបំផុតគឺជាការកុហករបស់ជនជាតិអាសឺពេញមួយប្រវត្តិសាស្ត្រហើយសូម្បីតែសប្តាហ៍ថ្ងៃនេះលោកីនៅតែបញ្ចេញសម្លេងជាបន្តបន្ទាប់ដែលលបួងយើងដោយសេចក្តីសង្គ្រោះคล้ายៗដែលផ្ដល់ដោយអំណាចលោកីជំនួសឲ្យព្រះអង្គសង្គ្រោះពិតប្រាកដប្រាក់និងសង្គ្រោះអ្នកកិត្តិយសនិងអំណាចជាទីសម្រាប់របស់អ្នកមានតែសេចក្តីរីករាយនិងជោគជ័យប៉ុណ្ណោះជាដំណោះស្រាយងាយស្រួលសម្រាប់បញ្ហាជីវិតរបស់អ្នកទោះយ៉ាងណាក៏ដោយព្រះគម្ពីរប្រកាសយ៉ាងច្បាស់ថាព្រះអង្គសង្គ្រោះពិតនឹងតែមួយគត់របស់យើងគឺព្រះយេស៊ូវគ្រីស្ទដែលបានថ្វាយរូបកាយរបស់ទ្រង់នៅលើឈើឆ្កាងបានបង្ហូរព្រះលោហិតរបស់ទ្រង់ដើម្បីបង់ថ្លៃលួសអំពើបាបរបស់យើងទាំងស្រុងបានសុគតដើម្បីដោះស្រាយបញ្ហានៃសេចក្តីស្លាប់របស់យើងហើយបានរស់ឡើងវិញការឆ្លើយតបដែលចាស់ទុំបំផុតរបស់យើងចំពោះការលបួងនិងការគំរាមកំហែងរបស់លោកីគឺការនៅស្ងៀមនិងជឿទុកចិត្តដោយប្រជាជនយូដាដែលជំនួសឲ្យការខ្ជះខ្ជាយថាមពលក្នុងការចែកកតលនឹងលោកីយើងគួរតែធ្វើតាមព្រះបន្ទូលរបស់ព្រះយេស៊ូវគ្រីស្ទជាស្ដេចរបស់យើងរងចាំពេលវេលារបស់ព្រះដោយស្ងៀមស្ងាត់ហើយពឹងផ្អែកតែលើទ្រង់ប៉ុណ្ណោះបងប្អូនជាទីស្រឡាញ់ឲ្យរ៉ាប់សាកេរបស់លោកីកំពុងស្រែកសម្លេងគំរាមកំហែងនិងលបួងបែបណាដាក់អ្នកជំនួសឲ្យការរំជើបរំជួលតស៊ូឬត្អូញត្អែចំពោះសម្លេងនោះចូលនៅស្ងៀមស្ងាត់ហើយជឿទុកចិត្តលើព្រះយេស៊ូវគ្រីស្ទការសន្យារបស់ទ្រង់ផ្ទុយពីការសន្យាទេស្អាតរបស់លោកីមានភាពបរិបូរណ៍និងសេចក្តីសង្គ្រោះដ៏អស់កលឹបជានិច្ចនិងពិតប្រាកដខ្ញុំសង្ឃឹមថាអ្នកនឹងទទួលជ័យជំនះដោយជំនឿដ៏ចាស់ទុំមិនរង្គោះរង្គើចំពោះការលបួងរបស់លោកីហើយមើលតែព្រះយេស៊ូវនៅក្នុងភាពស្ងៀមស្ងាត់របស់អ្នក